ពាក់ព័ន្ធជាមួយនឹងតំណងរវាងកម្ពុជាចិនតំណែងកម្ពុជាចិនមិនអាចថ្លឹងថ្លែងបានត្រឹមតែតួលេខទេព្រោះយើងមើលតួលេខខ្មែរយើងមិនអាចខ្លាំងជាមួយថៃបានទេប្រជាជនគេច្រើនជាងយើងច្រើនទឹកដីគេធំជាងយើងច្រើនតំបន់យុទ្ធសាស្ត្រគេក៏ច្រើនជាងយើងច្រើនដែរគេអាចផលិតអីបានច្រើនជាងយើងក៏ច្រើនជាងយើងដែរអ្វីដែលយើងវិភាគមួយចំនួនយើងភ្លេចត្រង់ចំណុចមួយគឺពាក់ព័ន្ធជាមួយនឹង emotion តំណែងតំណងផ្លូវចិត្តរវាងមេដឹកនាំកម្ពុជាជាមួយនឹងមេដឹកនាំចិនហ្នឹងតែម្ដងតាំងពីសម័យស្ដេចតាដូចបងនិយាយមិញអញ្ចឹងស្ដេចតារហូតដល់បច្ចុប្បន្ននេះគេបើយើងប្រៀបថាយើងទៅទូជាងគេហេតុអីបានជាគេដូចផ្ដល់មកឲ្យយើងច្រើនណាថតជួយនឹងឯងមានន័យថាការជឿទុកចិត្តគ្នាបែបបនណាមានន័យថាខ្ញុំសម្រាប់ខ្ញុំណាខ្ញុំគិតថាទោះបីជាយ៉ាងណាក៏ចិននៅទុកចិត្តកម្ពុជាដែរថតជឹកនេះមួយគឺខ្ញុំមើលឃើញអញ្ចឹងហើយមានដែរចាប់អារម្មណ៍មួយនយោបាយការបរទេសវាអត់ដូចគ្នាទេឥឡូវឧទាហរណ៍ថាគេរិះគន់កម្ពុជាចុះសួរថាតើប្រទេសដែលគេរិះគន់កម្ពុជាហ្នឹងមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជាឬក៏អាក្រក់មួយកម្ពុជាអាក្រក់ឲ្យត្រូវទេចោះរឿងសិង្ហបុរីចេះតែរិះគន់អាមេរិកតែមិនរិះគន់ចិនមានន័យថាម៉េចនៅលីហួរគិតថាមានន័យថាម៉េចបាទនេះបើចំពោះការយកឃើញរបស់ខ្ញុំវាអាស្រ័យទៅលើផលប្រយោជន៍ផងអញ្ចឹងអត់យល់ថាបើប្រសិនជាក្នុងករណីថាអូខេសិង្ហបុរីរិះគន់អាមេរិកអត់រិះគន់ចិនតែយើងត្រូវដឹងថានៅក្នុងប្រទេសចិនហ្នឹងក្នុងសិង្ហបុរីប្រជាជនចិនប្រហែលភាគរយអ្នកចំនួនប្រហែលអ្នកក្រុមហ៊ុនចិនធំប្រហែលអ្នកនៅប្រទេសចិននៅសិង្ហបុរីហ្នឹងអានេះយើងត្រូវតែដឹងទាំងអស់គ្នាអញ្ចឹងអាហ្នឹងនៅក្នុងតំណែងអន្តរជាតិយើងធ្លាប់បានដឹងទាំងអស់គ្នាពាក្យគេថាវាគ្មានមិត្តទេយូរលងគ្មានមិត្តជានិរន្តរ៍វាមានតែផលប្រយោជន៍ទេអញ្ចឹងខ្ញុំគិតថាសិង្ហបុរីមានផលប្រយោជន៍ជាមួយនឹងចិនទៅមិនហ៊ានរិះគន់ធ្ងន់ឬចំទៅលើចិនហើយពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងអីហ្នឹងក៏សិង្ហបុរីមិនសូវជាលូកដៃជ្រៅដែរការយកឃើញពីខ្ញុំតាមពិតទៅត្រង់ជឹកនេះបើខ្ញុំអត់តបានទៅរៀនណាខ្ញុំអាចនិយាយថាសិង្ហបុរីស្និទ្ធមួយចិនទេបានចេះតែរិះគន់អាមេរិករហូតតាមពិតគេបោះស្រាយមកវិញខ្ញុំចង់ដាច់ផ្ងាដែរគេរិះគន់អាមេរិកមិនរិះគន់ចិនដោយសារតែសិង្ហបុរីស្ថិតជាមួយនឹងអាមេរិកបានហ៊ាននិយាយជាមួយនឹងអាមេរិកតែអត់ហ៊ានជាមួយនឹងចិនដោយសារតែចិននៅគៀកហ្មងហើយអាមេរិកដោយសារតែដូចមិត្តស្គាល់ថ្លើមចិត្តថ្លើមគ្នាណាចេះចេះរិះគន់ឥឡូវចាក់ស្ដែងខ្ញុំនិយាយឧទាហរណ៍កុំឲ្យឆ្ងាយពេកនិយាយធំតែ Lawrence Wong រិះគន់រឿងពន្ធបដិការហ្នឹងទៅប្រទេសមួយចំនួនពន្ធមកកណូសិង្ហបុរីពន្ធតែ 10% ណាតែរិះគន់អាមេរិករិះគន់ខ្លាំងមកថាជួយអ្នកបំផ្លាញ globalization អីហ៊ានហ្មងតែបើជាមួយនឹងចិនវិញស្ងាត់ប៉ុន្តែក៏មិនប្រឆាំងចិនដែរមានន័យថាមិនឧទាហរណ៍ថារឿងសមុទ្រជើងខាងត្បូងចឹងចោះខាងចិនមិនទទួលស្គាល់ច្បាប់អន្តរជាតិមិនទទួលស្គាល់ការគេហៅទៅសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទេគេឲ្យសិង្ហបុរីជំរុញអាហ្នឹងសិង្ហបុរីឆ្លើយតបថាសិង្ហបុរីចង់ឲ្យដោះស្រាយបញ្ហាហ្នឹងដោយច្បាប់អន្តរជាតិមានន័យថាម៉េចមានន័យថាមិនប្រឆាំងចិនក៏មិនមានន័យថាជួយអាមេរិកដែរអញ្ចឹងត្រង់ជឹកនេះតំណែងអន្តរជាតិគឺធំមែនតើយើងមិនអាចមើលតែមួយជ្រុងមើលតែតួលេខហើយយើងអាចចេញសេចក្តីសន្និដ្ឋានបានទេមានន័យថាសម្រាប់ខ្ញុំផ្ទាល់ personally បើសិនជាអ្នកដែលគាត់និយាយនយោបាយការបរទេសបែបជឿជាក់ខ្លាំង 100% ខ្ញុំគិតថានឹងអត់ចេះទេសម្រាប់ខ្ញុំណាខ្ញុំគិតថានឹងអត់ចេះទេប៉ុន្តែបើអ្នកនឹងគាត់និយាយទៅបែបដាក់ខ្លួនព្រោះសមុទ្រវាធំយើងមើលមិនឃើញទេនៅក្នុងអន្តរជាតិខ្ញុំលើកឡើងនៅមកអញ្ចឹងសុកសិង្ហបុរីទៅរិះគន់អាមេរិកម៉ែដូចជាសិទ្ធិជាងអាមេរិកជាងអាហ្នឹងគឺជា land មួយទៀតដែលគេមើលឃើញអញ្ចឹងតើតែយើងមើលរៀងគ្រប់ជ្រុងតិចអីតិចបានយើងវិភាគដឹងដូចជាប៉ុណ្ណឹងតើបងមានសំណួរមួយដោយសារណៃបានលើកពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រនយោបាយការពីប្រមាណនេះហ្នឹងមុននឹងចូលកិច្ចប្រឹងប្រែងសន្តិភាពឬក៏ Joint Declaration នៅក្នុងប្រទេសម៉ាឡេស៊ីតាមពិតទៅគឺថៃគាត់អត់ចង់ទៅទេប្រើលេសច្រើនមែនតើហេតុផលច្រើនមែនតើតែតាត្រាំគាត់មានអំណាចក្នុងការឲ្យអនុทินមកសញ្ញេកិច្ចប្រឹងប្រែងនឹងតតែបានតែបើនិយាយពីអនុทินគឺគាត់ត្រូវមកសិនហើយចាំរកលេសចាំរកហេតុផលផ្សេងទៀតដើម្បីគាត់រកប្រឡោះរករឿងខ្មែរយើងចឹងទៅតែចុងក្រោយក៏គាត់បានទៅចាប់ផ្ដើមទៅរកចិនហ្នឹងហើយដោយព្រះមហាក្សត្រថ
ថៃដែលមិនដែលមានប្រវត្តិសាស្ត្រទៅទស្សនកិច្ចនៅប្រទេសចិនក៏ទៅរកចិនតើកន្លែងហ្នឹងអាចជាយុទ្ធសាស្ត្ររបស់ថៃអត់មានន័យថាអាហារមកពេលហ្នឹងគឺនៅតំបន់ចិនអ្នកកាន់កាប់ទេតើអាមេរិកនៅឆ្ងាយមិនបានមកលោកដៃអញ្ចឹងអាហារមកពេលហ្នឹងគួរតែចិនជាអ្នកប៉ាវទេតើកន្លែងហ្នឹងជាយុទ្ធសាស្ត្ររបស់ថៃអត់យុទ្ធសាស្ត្ររបស់ថៃខ្ញុំគិតថាគាត់កំពុងតែបំបាក់ស្មារតីប្រទេសកម្ពុជាយើងច្រើនជាងព្រោះអីគាត់ចេញ PR កន្លងមកវាបង្ហាញថាប្រជាជនខ្មែរយើងខ្លះចាប់ថាឃើញហ៎ចិនទៅរកថៃមិនទេចិនបោះបង់យើងមិនទេអានោះបំបាក់ស្មារតីរបស់យើងទាំងបើយើងយល់អំពីនយោបាយការបរទេសតាមបរិយាជឿធម្មតាស្រួលថៃជាមួយនឹងស៊ីជីងពីងហ្នឹងតាក់ទងគ្នាតាំងពីមុនសង្គ្រាមផងមិនដឹងឥឡូវលិខិតគេតាក់ទងគ្នាពីកាលព្រោះមេដឹកនាំខ្ញុំនិយាយមែនតើណាមេដឹកនាំមិនហៅ podcast ខ្ញុំប្រហែលថ្ងៃខ្ញុំមកនឹងបានណាកក់មុនយ៉ាងហោចណាស់ក៏1ខែ2ខែដែរមុំគេសេរីសរង schedule បានអញ្ចឹងរឿងនេះមួយថាសួរថាតើគេហៅស្ដេចថៃទៅជួបហ្នឹងក្រោយសង្គ្រាមឬក៏មុនសង្គ្រាមអត់មានពីណាគេដឹងទេលិខិតក៏អត់មានបានចេញលិខិតអីដែរអញ្ចឹងខ្ញុំគិតថាអ្វីដែលថៃបានធ្វើឥឡូវនេះហ្នឹងគឺបំបាក់ស្មារតីយើងថាកុំឲ្យយើងទៅស្ថិតជាមួយចិនណាសម្រាប់ខ្ញុំហ្នឹងណាព្រោះអីមើលទៅអាមេរិកហាក់ដូចជាត្រេតមកប្រទេសកម្ពុជាតែអាមេរិកក៏មិនត្រេតមកប្រទេសកម្ពុជាដែរអាមេរិកត្រេតទៅលើច្បាប់អន្តរជាតិហើយខ្មែរយើងឈរនៅច្បាប់អន្តរជាតិអញ្ចឹងទៅក៏វាស៊ីមន្ត្រីគ្នាខណៈដែលថៃនោះគាត់បំពេញយើងវាមិនដែរម៉ែណាយកផែនទីគូខ្លួនឯងយកមកដាក់លើតុឲ្យសុំគេអញ្ចឹងវាមិនត្រូវតែអញ្ចឹងមែនបើសិនជាឥឡូវណាអាមេរិកឬក៏អាស៊ានមួយចំនួននេះអត់ដោះស្រាយរឿងហ្នឹងទេចុះបើវាកើតខ្លាយទៅជាវប្បធម៌វិញឥឡូវតំបន់ហ្នឹងក៏ជាតំបន់អីវិញចេះគូដែរស្មានតែនៅក្នុងអាស៊ានហ្នឹងអត់មានចំនួនព្រំដែនទេមានទេសិង្ហបុរីម៉ាឡេសិង្ហបុរីឥណ្ឌូច្រើនណាថៃម៉ាឡេមីមានម៉ាឡេមីយ៉ាន់ម៉ាជាមួយនឹងថៃច្រើនណាចុះបើនាំគ្នាចេះតែមានបង្កើតវប្បធម៌គូផែនទីវាយយោទៅអាហ្នឹងវាមិន vivo អញ្ចឹងគេត្រូវតែដោះស្រាយបញ្ហាហ្នឹងឲ្យបានហើយត្រង់ចំណុចមួយដែលថៃចេះតែបកគោកប្រកាសចេះតែរុញឲ្យវាចេះតែជ្រៅទៅអ្នកដោះប្រមាក់គឺគាត់ហ្នឹងទេព្រោះឯខ្មែរយើងអានេះខ្ញុំមិនថាខ្ញុំជឿជាក់លើរដ្ឋាភិបាលគង់តែដោះស្រាយរឿងនឹងបាននឹងទៅក្នុងថ្ងៃណាមួយគង់តែដោះស្រាយបានបាទអូនបងចង់ថែមអារឿងដែលថាថៃគាត់កាន់តែដុតកាន់តែរុញទៅចុងក្រោយគាត់ពិបាកដោះខ្លួនឯងអាចពលាតសេចក្តីបានទេគាត់ពិបាកមិនគាត់ចងកខ្លួនឯងមិនអាហ្នឹងចង់ឲ្យបងចែកម្លែកទៅកាន់បងប្អូនប្រជាពលរដ្ឋយើងតិចតាមពិតទៅអាកន្លែងនេះមួយខ្ញុំនិយាយនៅថ្នាក់ខ្ញុំដែរហើយគ្រូខ្ញុំសើចព្រោះខ្ញុំអត់ចូលចិត្តប្រើពាក្យព្រះមហាក្សត្រថៃឯងខ្ញុំប្រើពាក្យថា final boss ព្រោះអីឥឡូវយើងត្រូវមើលនយោបាយរបស់ប្រទេសថៃវិញនយោបាយរបស់ប្រទេសថៃតាំងពីភូមិវិបុលមកគឺគាត់ធ្វើកំណែទម្រង់មួយគឺគេហៅថា network monarchy មុននឹងមាន network monarchy ហ្នឹងគេបានព្យាយាមដោះស្រាយច្រើនផ្លូវប៉ុន្តែដោះអត់ចេញអត់មានជំរឿនណាក៏អស់ជាង network monarchy មានន័យថានាយកស្ដេចថៃលែងកាន់អំណាចតែដាក់អំណាចឲ្យនាយករដ្ឋមន្ត្រីកាន់តែនាយករដ្ឋមន្ត្រីនឹងច្បាស់អត់ថាជានាយករដ្ឋមន្ត្រីដែលស្ដាប់សម្ដីរបស់ព្រះមហាក្សត្រថៃរហូតតតែជួបមេដឹកនាំនាយករដ្ឋមន្ត្រីនឹង2-3នាក់ដែលមកស្ដាប់នាយកព្រះមហាក្សត្រថៃហ្នឹងទើបគេចេញអា network monarchy ហ្នឹងមកគេបង្កើតជា network មួយមានន័យថាការជំនាន់មុនខ្ញុំចាំគេហៅថា prim មានន័យឈ្មោះគាត់ហ្នឹងឈ្មោះ prim ហ្នឹងគាត់ជានាយករដ្ឋមន្ត្រីដែរតែដល់ពេលគាត់ឈប់ធ្វើជានាយករដ្ឋមន្ត្រីគាត់ក្លាយទៅជាប្រធានអង្គព្រះមហាក្សត្រតែនៅពេលនោះគឺគាត់ជាអ្នកគ្រប់គ្រងអំណាចទាំងអស់សូម្បីតែថាក់ស៊ីនហ្នឹងថាក់ស៊ីនតែគាត់ត្រូវជាប់គុកតាំងពីឆ្នាំ2001មកម៉េះតាំងខ្ញុំចាំពេលហ្នឹងគាត់ត្រូវ declare ទ្រព្យសម្បត្តិរបស់គាត់ថាគាត់ហ្នឹងមានទ្រព្យសម្បត្តិប្រមាណមកពេលបោះឆ្នោតតែគេចាប់បានថាគាត់ហ្នឹងអត់បាន declare ទេអញ្ចឹងត្រូវជាប់ទុកតន់ណាត្រូវអស់អំណាចហើយជាប់គុកទៀតប៉ុន្តែដោយសារតែព្រះមហាក្សត្រជំនាន់ហ្នឹងគាត់មើលឃើញថាបើចាប់ថាក់ស៊ីនឥឡូវនេះវាអាចធ្វើជា instability សន្តិសុខនិងអស្ថិរភាពនយោបាយអញ្ចឹងស្ដេចថៃនេះក៏ឲ្យព្រីមនឹងមកជួយហើយនៅក្នុងខ្សែថៃមួយហ្នឹងគេបាននិយាយថាមានបុគ្គលម្នាក់ចូលមកតុលាការដើម្បីមកជួយថាក់ស៊ីនហើយនៅពេលដែលជួយថាក់ស៊ីនហ្នឹងខាងព្រីមហើយនិងខាង network monarchy ហ្នឹងរំពឹងថាខាងថាក់ស៊ីនហ្នឹងគេហៅថា gentleman rule ខ្ញុំប្រើពាក្យខុសមិនដឹងប៉ុន្តែបានមានន័យថាចេះខ្ញុំជួយអ្នកឯងខ្ញុំមានគុណមួយអ្នកឯងមួយអញ្ចឹងអ្នកឯងត្រូវតែមកជួយសងគុណខ្ញុំមុនប៉ុន្តែថាស៊ីនហ្នឹងបែរជាមិនដឹងគុណដែលគេជួយហ្នឹងបង្កើត network ថ្មីដើម្បីប្រឆាំងជាមួយនឹង network monarchy អញ្ចឹងសាច់រឿងទាំងអស់ហ្នឹងមិនមែនតែនៅមុខព្រួយបាញ់ចំជាមួយនឹង
មេធំរបស់ network monarchy ហ្នឹងឯងបើសិនជារឿងនឹងដោះស្រាយមិនបានល្អតើអំណាចរាជវង្សានុវង្សថៃនឹងខ្លាចទៅជាយ៉ាងណាព្រោះ network monarchy ខ្លាំងណាស់នៅក្នុងប្រទេសថៃដែលជា network មួយប្រជាជនថៃខ្លះមិនពេញចិត្តទេដោយសារតែមិនមានន័យថាយើងកើតគេថាគាត់មានដីធ្លីស្រាប់គាត់ថាមានស្រាប់ខ្ញុំនិយាយចឹងដែល reformist ហ្នឹងគឺជាសត្រូវធំបំផុតជាមួយនឹង network monarchy ហ្នឹងឯងបើសិនជា network monarchy នេះដោះស្រាយរឿងខ្មែរថៃមិនបានល្អតើ reformist អាចឆ្លៀតពេលហ្នឹងយកប្រជាប្រិយភាពផ្ដួលរំលំហ្នឹងបានកន្លែងនេះគឺជារឿងគ្រោះថ្នាក់មួយដែលគេហៅថាបើសិនជាខ្មែរយើងខ្ញុំដឹងថាខ្មែរយើងគាត់មានគោលនយោបាយបែបតែខ្ញុំគិតថាយើងមិនចង់ជាតិជ្រែកនយោបាយរបស់គេប៉ុន្តែបើថៃដោះរឿងហ្នឹងមិនបានស្ដេចហ្នឹងបាក់ជើងអស់មួយ